អាឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទស៊ូសាគីកាគូរ៉ាចំពោះថ្ងៃនេះផងដែរមានគនឹងមកបន្តសម្រាប់នៅសាររឿង One Piece អេផ isode ទី1124ដែលត្រូវជាអេផ isode បន្តរបស់យើងតោះចឹងអត់ចង់ឲ្យខាតពេលយូរទេ like មួយ comment ម្នាក់មួយ sub ម្នាក់មួយចូលហ្មងទៅ admin និយាយសាបៗហ្នឹងតែយកច្រឡំ subscribe សាររឿងរបស់យើងនៅក្នុងអេផ isode ទី1124នេះផងដែរយើងក៏បានឃើញថា Luffy គឺបាននិយាយទៅកាន់តាចាស់ទាំង5ថាគាត់គឺ Monkey D. Luffy ស្ដេចចោលសមុទ្រនាពេលអនាគតការដែលបានលឺអញ្ចឹងម្នាក់គឺពិតជាគាំងខ្លាំងមែនតើ Luffy ក៏បានបន្តថាដុកទ័រក្បាលផ្លែប៉ោមគឺនៅជាមួយនឹងខ្ញុំចង់បានមកយកមកតែត្រូវតែចាំថាបើចង់រក្សាជីវិតរបស់យ៉គឺត្រូវតែដកយកនៅសំពៅគឺដូចជាកងទ័ពមករៀនទាំងអស់ទៅវិញហើយការដែលបានលឺដូចនេះយ៉ក៏បានយំយកតែម្ដងដោយប្រាប់ឲ្យតាចាស់ទាំង5នឹងដកនៅកងទ័ពព្រមទាំងសំពៅទៅវិញទៅបើមិនដូច្នោះទេ Luffy ច្បាស់ជាសម្លាប់នាងហើយអញ្ចឹងហើយបើសិនជាចុះកិច្ចប្រងព្រៀងគ្នាហើយគឺត្រូវតែជួបព្រមជួយដកទ័ពទៅវិញទៅដែលរឿងដែលថា Luffy របស់យើងប្រកាសឲ្យតាចាស់ទាំង5យើងនឹងដកទ័ពចេញទៅវិញនឹងគឺបានលឺទៅដល់អ្នកខាងលើដែលកំពុងតែស៊ើបការទៀតម្នាក់គឺលន់មាត់ថាចំយៈ Luffy មិនដឹងជាយកអីមកគិតនោះទេបើជាហ៊ានគំរាមតាចាស់ទាំង5រួចតានៅក្នុងក្រុម Gorose ក៏បានសួរមកកាន់ Luffy វិញថាតើគ្នាដែលយើងបានបញ្ជូនទៅនឹងនរណាខ្លះដែលមានជីវិតទៅ Luffy ក៏បាននិយាយថាមានអ្នករបួសខ្លះរៀបនឹងនិយាយទៀតហើយក៏ស្រាប់តែ Robin របស់យើងបានបិទមាត់គាត់ទាន់ខំអីខ្ទេចផ្ដោយនៅពេលដែលបានលើបែបហ្នឹងតាចាស់ទាំង5ក៏ដឹងថានោះគឺជាស្នាដៃរបស់ Robin ហើយពីព្រោះថាពួកគេគឺបានលើនៅសំឡេងមនុស្សស្រី Robin ក៏ប្រាប់ទៅកាន់ Luffy ថាបើសិនមកជា Luffy និយាយអំបញ្ញមិញប្រហែលជាគ្នារបស់ពួកគេហ្នឹងគឺកាន់តែយ៉ាប់យ៉ឺនទៅហើយព្រោះថា Luffy ហ្នឹងឲ្យខាងសត្រូវដឹងអំពីស្ថានភាពនៅខាងក្នុងអញ្ចឹងហើយច្បាស់ជាយ៉ាប់យ៉ឺនហើយប៉ុណ្ណឹងក៏មិនយល់អីដែរអាភ្លើមើលមកកាន់តាសាធនរបស់យើងវិញពេលនេះក៏បាននិយាយទៅកាន់មេកងម្នាក់នឹងហើយថាអ្វីដែលខ្ញុំចង់បាននៅពេលនេះគឺយកព្រោះថាយកនាងគឺមាននូវសមត្ថភាពដូចជាដុកទ័រវេកផាំងឬអាចនិយាយបានថាយកគឺជាខួរក្បាលរបស់ដុកទ័រវេកផាំងនោះឯងអ្វីដែលសំខាន់ទៀតនាងគឺអាចគ្រប់គ្រងទៅលើភ្លើង Mother Flame បានទៀតដូច្នោះធ្វើយ៉ាងណាគឺត្រូវតែរក្សានៅជីវិតរបស់នាងការដែលបានលើដូច្នោះក៏បានធ្វើឲ្យមេកងមករៀនម្នាក់នឹងគឺបាននិយាយថាចុះតា Lucy ជាមួយនឹងគ្នាឯទៀតនោះនៅក្នុងនឹងដែរគិតមិនទៅលើបែបហ្នឹងតាសាធនក៏បានតបថាអ្នកដែលធ្វើការមិនបានសម្រេចធ្វើការបរាជ័យអញ្ចឹងប្រៀបបានជាមួយនឹងសត្វល្អិតដូច្នោះគេចង់ទៅណាស្លាប់ឬក៏រស់ខ្ញុំគឺមិនខ្វល់នោះទេលើដូច្នោះមេកងម្នាក់ហ្នឹងក៏បានទទួលបញ្ជាទាំងចិត្តមិនចង់រីឯដុកទ័រយករបស់យើងវិញពេលនេះកំពុងតែស្រែកយំផងជេរទៅកាន់គេជេរទៅកាន់ឯងផងថាពួកនឹងល្ងីល្ងងលីល្ងើណាដឹងហេយើងគឺបានចុះកិច្ចប្រងព្រៀងជាមួយនឹងតាចាស់ទាំង5តាណាគេហ៊ានសម្លាប់យើងហ៊ានធ្វើអីយើងក្រុមតាចាស់ Gorose ច្បាស់ជាមិនទុកជីវិតនោះទេវើយត្រូវទៅដោះលែងយើងកុំធ្វើអីយើងជាដាច់ខាតអើយយ៉ាប់ខ្លាំងមែនតើណាអូនថ្ពាល់ប៉ោងនិយាយតែប៉ុណ្ណឹងមិនទាន់អស់ចិត្តទេអូនថ្ពាល់ប៉ោងរបស់យើងក៏បានយកអាពាកនាំរឿងដាក់ខ្លួនមកទៀតគឺថាយកនាងបាននិយាយថាបើសិនបើជានាងមានរបួសឬក៏បាត់បង់ជីវិតនឹងកោះមីននឹងច្បាស់ជាមិននៅសល់ទេដូចជាកោះនៅស្រុកកំណើត Nico Robin អញ្ចឹងការដែលបានលើកដូច្នោះមីណាចំនិយាយប៉ះពាល់មិត្តភក្តិអញមែនម៉ាំងមានអីបើក្បាលលេងតើប៉ះណាប៉ះបានតែប៉ះជាមួយនឹងណាមីគឺថាឲ្យស្បៃហ្មងតែមិញមានច្រឡំនិយាយថាមីណាអាហ្នឹងហើយចាយថ្ពាល់ប៉ោងឯងនៅមិននៅយកមិត្តភក្តិគេមកនិយាយដឹងអត់ថាប៉ះពាល់ផ្លូវអារម្មណ៍ទៅលើ Nico Robin យ៉ាងម៉េចឥឡូវឈឺសាច់អញ្ចឹងចោះដែលក៏បានធ្វើឲ្យដុកទ័រថ្ពាល់ប៉ោងរបស់យើងឡើងប៉ោងក្បាលមួយទៀតបាត់ហើយញ៉ាំប៉ុណ្ណឹងមិនទាន់អស់ចិត្តទេណាចង់តមកទៀតមានអីឲ្យណាមីញីថ្ពាល់លេងទៅរីឯ Robin របស់យើងវិញគឺសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលបានឃើញថាមិត្តភក្តិយកចិត្តទុកដាក់អញ្ចឹងសំខាន់ណាចបផរបស់យើងចាក់ក្បាច់ចំនួនទៀតសប្បាយចិត្តមែននេះចាក់ឲ្យមកក្បាច់ចោះអំឡុងពេលហ្នឹងផងដែរដុកទ័រក្បាលផ្លែពោរបស់យើងក៏បានអរគុណទៅកាន់ Robin ព្រោះថាពេលហ្នឹងបើមិនមែន Robin ទេគាត់ប្រហែលជាបែកក្បាលបាត់ហើយលើអញ្ចឹងចបផក៏បាននិយាយថាមិនគួរអរគុណយើងតែម្នាក់នោះទេក៏ដោយសារតែមានខាងនោះដែរនោះគឺពេលហ្នឹងខាខូរបស់យើងគឺបានចេញមុខទៅជួយ Nico Robin ជាមួយនឹង Chopper ដើម្បីឲ្យមានឱកាសចូលទៅជួយដុកទ័រក្បាលផ្លែប៉ោមនោះឯងដែលបែបនេះហើយទៅបានជាធ្វើឲ្យខាខូគាត់គឺមានរបួសហើយមូលហេតុដែលមនុស្សយន្តស៊ីរភិនទាំងអស់ហ្នឹងចេញមកវាយប្រហារពួកគេក៏ដោយសារតែស្ថិតនៅក្រោមការបញ្ជារបស់អាចារ្យយកឬដោយសារតែខាខូរបស់យើងហ្នឹងមកយកមុខយកមាត់ពេកក៏ស្រាប់តែឈឺរបួសដេកទៅវិញគ្រាន់តែសូរ៉ូនិយាយតបន្តិចថាស្អីគេប្រូអញបើខ្ញុំមិនជួយងាប់បាត់ហើយណាក៏ងើបមកអីណាចង់ទៅដើមយកមុខយកមាត់វិញឯងគ្មានទេឈឺរបួសដេកស្ដោក
រួមឡងពេលនឹងផងដែរឧស្សាហ៍របស់យើងក៏ប្រាប់ឲ្យពីរអ្នកនេះឈប់ប្រកាច់បលែងគ្នាទៅថ្លង់តាក់ទងទៅកាន់បន្ទប់ក្រោមដីសិនអញ្ចឹងមានអធិស្ឋានសម្រាប់សម្លេងទឹកភ្លៀងផងគ្នាយើងដឹងហើយខែនឹងខែភ្លៀងអត់រើសពេលទេអញ្ចឹងឧស្សាហ៍គឺបានតាក់ទងទៅផ្នែកខាងក្រោមដែលជាផ្នែកក្រោមដីយើងក៏បានឃើញថាក្រុម Sniper កំពុងតែបរិភោគអាហារឡើងឆ្ងាញ់និយាយពីថាស៊ីផឹកឡើងជោគជាំពេញនឹងតែម្ដងឡើងស៊ើបការស៊ើបកូចអីទៀតទេអញតែប៉ុណ្ណេះហើយដឹងតែផឹកហើយផឹកអត់គិតទេព្រោះបរិបពីរនាក់ក៏បានប្រាប់ទៅកាន់អ៊ូសុកថាពួកគេក៏ពិតជាអរគុណមួកចម្បាំងខ្លាំងមែនទែនបើសិនជាមិនមានមួកចម្បាំងទេពួកគេគ្មានឱកាសបានញ៉ាំអញ្ចឹងទេដោយគោលបំណងរបស់អ៊ូសុកតែទៅមកកាន់ទីនេះព្រោះតែចង់ឃើញអំពីមនុស្សយន្តសេរីភីទាំងប្រមាណនាក់ដែលបានខុំនឹងដុកទ័រវេកផាំងជាមួយនឹង Frankie ក៏បានមើលដូចគ្នាគឺដូចជាគ្មានបញ្ហាអីនោះទេចម្លែកតែមនុស្សយន្ត Snake ម្នាក់ដែលយកលំនាំតាម Hancock នោះពេលនេះកំពុងតែអន្លង់លួចមិនដឹងគិតដល់ណានោះទេដែលនាងគឺបានសម័យទៅដល់ពេលដែល Luffy ប្រាប់ឲ្យនាងនឹងកុំវាយប្រហារទៅកាន់គ្នារបស់គាត់អីត្រូវតែជួយសង្គ្រោះពួកគេគឺសុទ្ធតែជាមិត្តរបស់គាត់នោះទេហើយនាងក៏បានស្ដាប់តាម Luffy ទាំងអៀនតែម្ដងទាំងនេះក៏ដោយសារតែមនុស្សយន្ត Seraphine Snake មួយនេះគឺយកលំនាំទៅតាម Hancock នោះឯងដូច្នោះការដែលយក DNA របស់ Hancock មកធ្វើបែបនេះក៏នឹងធ្វើឲ្យមនុស្សយន្តនឹងមានចរិតដូចជា Hancock អញ្ចឹងរួមឡងពេលនឹងផងដែរ Luffy ក៏បានមើលទៅតាមកាមេរ៉ានឹងទៅឃើញមនុស្សយន្ត Snake ទៀតក៏បានធ្វើការ say hi ហ្មងដោយ Luffy ក៏បានហៅទៅកាន់នាងថា Hancock ដែលខ្ញុំសុំហៅនាងថា Hancock តូចទៅចោះស្រួលហៅជាងដែល Luffy មិនត្រឹមតែ say hi នោះទេគាត់ក៏បានអរគុណទៅកាន់ Hancock តូចសម្រាប់ការជួយដែលបានធ្វើឲ្យនាងគឺកាន់តែភីងរួមឡងពេលនឹងផងដែរកូនចៅរបស់ដុកទ័រវេកផាំងម្នាក់ដែលនាងកំពុងតែធ្វើការបើកជាមួយនឹងប្រព័ន្ធដំណើរការនៃ Barrier សម្រាប់ការពារកោះក៏ប៉ុន្តែឃើញថានាងគឺមិនអាចបើកដំណើរការវាបាននោះទេដោយសារតែទាមទារកូដទើបអាចបើកដំណើរការវាបានដែលដូច្នោះគឺបានធ្វើឲ្យពួកគេគ្មានដំណោះស្រាយនោះឡើយពីព្រោះថាកូដមួយនឹងគឺត្រូវបានដូរទៅដោយវេកផាំងយករបស់យើងដូច្នោះហើយយករបស់យើងគឺមិនប្រាប់នោះទេវាយងាប់ទៀតយកមិនប្រាប់ផងក៏ប៉ុន្តែដូចជាមើងងាយសមត្ថភាពពេកហើយយករួមឡងពេលនឹង Stussy ក៏បានប្រាប់ទៅកាន់គ្រប់គ្នាអំពីអ្វីដែលនាងបានដឹងគឺថានៅខាងក្រៅនឹងគឺមានសំពៅច្រើនខ្លាំងមែនទែនរហូតដល់ទៅ100សំពៅកងទ័ពចំនួន30000នាក់ព្រមទាំងកងទ័ពដែលខ្លាំងឬអាន័យបានថាគឺជាមេដឹកនាំនឹងគឺមាន Kizaru មួយផងដែរអាគេពងនិយាយការងារសាន់ជីនៅមិនសនុកមកឃើញស្រីម៉ានមកអាប៉ែនេះរួមឡងពេលនឹងផងដែរ Nami ក៏បាននិយាយថានៅពេលដែលរត់ចេញអំពីទីនឹងរួចពួកគេគឺនឹងទៅកាន់កោះ Ebat ដែលគឺជាកោះមនុស្សយក្សរាយអ្នកដែលសប្បាយចិត្តជាងគេនឹងគឺ Luffy ជាមួយនឹង Usopp នោះឯងព្រោះថា Usopp គេមានបំណងចង់ទៅកាន់ទីនោះយូរហើយដោយដែលដឹងអញ្ចឹង Usopp របស់យើងគឺ fan មនុស្សយក្សនោះឯងព្រោះគាត់ចង់ខ្លាំងដូចជាពួកនឹងតែអ្វីដែលសំខាន់នៅពេលនេះសំពៅរបស់ពួកគេគឺមិននៅក្នុងទឹកឡើយគឺពិបាកនៅក្នុងការយកទៅកាន់ទីនោះព្រោះថាមាននៅសំពៅរបស់ Wolverine គឺនៅព័ទ្ធជុំវិញកោះតែម្ដងបើសិនបើជាពួកគេចង់ចេញទៅគឺមានតែប្រើប្រាស់នៅមនុស្សយន្តក្នុងការលើកទូកសាន់នីកិច្ចទៅក៏ប៉ុន្តែមនុស្សយន្តមួយនោះគឺមានធម៌ពលតិចខ្លាំងមែនទែនហោះបានតែបន្តិចហ្នឹងធ្លាក់កដុកពេញនឹងលើហើយគិតចុះគិតឡើង Frankie ក៏មាននៅកំណត់មួយពិភាក្សាជាមួយនឹងដុកទ័រវេកផាំងរួចពួកគេក៏សម្រេចចិត្តថាយកកំណត់មួយនឹងជាការទៅចោះក៏ប៉ុន្តែឥឡូវនេះពួកគេគឺត្រូវតែយកនៅទូកសាន់នីមកជាមុនសិនបើមិនដូច្នោះទេគឺពិតជាពិបាកហើយអ្វីដែលកាន់តែសាំញ៉ាំទៅនឹងទៀតគឺថាកូដ Barrier គឺមិនអាចបើកដំណើរការបាននោះទេរីអាចារ្យយករបស់យើងវិញនឹងគឺដេកឌឺតែម្ដងដោយសារតែខឹងអាចារ្យយកឌឺខ្លាំងពេកវេកផាំងទាំង3នាក់របស់យើងក៏ចាប់ផ្ដើមបញ្ចេញស្នាដៃដែលពួកគេកំពុងតែធ្វើការដោះស្រាយនៅកូដនឹងដោយខ្លួនឯងរីឯក្រុម Luffy របស់យើងវិញក៏ទៅរកជាមួយនឹងទូកសាន់នីដើម្បីរៀបចំនៅផែនការចាកចេញរួមឡងពេលនឹងផងដែរក៏ស្រាប់តែមាននៅ Marine ម្នាក់បានយកនៅសម្បត្តិរបស់ Root Lucy មកឲ្យមេបញ្ជាការម្នាក់នឹងមើលដែលប្រាប់ថាស្ថានភាពនៅខាងក្នុងមិនចឹងទៅប៉ុន្តែខ្ញុំឆ្ងល់ខ្លាំងមែនទែន Root Lucy គេអាចផ្ដល់ដំណឹងនឹងមកតាមណាទៅដូចជាឆ្ងល់ខ្លាំងហ្មង80ម៉ោងក្រោយមក Kizaru ក៏បានមកជួបជាមួយនឹងតា Saturn ដែលគេគឺមានរឿងចង់និយាយជាមួយនឹងគាត់នឹងឯងតើតើជាមួយនឹងស្ថានភាពនៅខាងក្នុង Kizaru គេបាននិយាយទៅកាន់តា Saturn ថាក្នុងទម្រង់នៃការវិវហាមួយនេះប្រសិនបើជាយើងវិវហាដោយការបើកចំហ Sentomaru គេគឺនឹងមិនឈរអោបដៃមើលនោះទេព្រោះគេគឺបាននិយាយហើយប្រសិនបើជាខ្ញុំធ្វើផ្ដេសផ្ដាសគេគឺនឹងលើកដៃមនុស្សយន្ត Pacifista ជាង50គឺថានៅលើកោះទាំងអស់តែម្ដងនោះប្រសិនបើជា Sentomaru បញ្ជាពួកវាឲ្យធ្វើការវិវហាមកកាន់កងទ័ពរបស់យើងច្បាស់ណាស់សំពៅនៅលើទឹកជាច្រើនច្បាស់ជាលិចចូលទៅក្នុងទន្លេច្រឡំសមុទ្រទេដូច្នោះហើយពួកគេគឺត្រូវតែរៀបចំផែនការមួយនឹងឲ្យងាយស្រួលក្នុងការវិវហាយើងដឹងហើយ Sentomaru គឺជាបកគោម្នាក់
នាក់ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើមនុស្សយន្ត Paki Vista នោះឯងមិនជាសមត្ថភាពអីណាស់ណានោះទេក៏ប៉ុន្តែការបង្កើតនៅមនុស្សយន្តនឹងមកគឺមានគាត់ម្នាក់ជាអ្នកគ្រប់គ្រងតាសាធនក៏បានសួរទៅកាន់ Kizaru ថាតើយើងគួរទៅធ្វើបែបណាទៅដើម្បីធ្វើឲ្យគម្រោងការមួយនេះអាចប្រព្រឹត្តបានទៅយ៉ាងរលូនដោយមិនខាតបង់ច្រើនពេលហ្នឹង Kizaru ក៏បាននិយាយប្រាប់ទៅកាន់គាត់ថាខ្ញុំបានទទួលដំណឹងអំពីរូប Lucy គឺគេបានផ្សាយសម្បត្តិមកខ្ញុំជឿជាក់ទៅលើរូប Lucy ការដែលយើងបើកការវិវហាចូលទៅនោះច្បាស់ណាស់គេក៏នឹងជួយដូចគ្នាគេគឺនឹងធ្វើការវាយបកទៅកាន់ក្រុមរបស់ Luffy វិញព្រោះគេគឺមិនបានចោះចោលឯណាគ្រាន់តែមិនបញ្ចេញសកម្មភាពតើបន្ទាប់ពីពិភាក្សាគ្នាអស់មួយសន្ទុះក៏យកកំណត់មួយនឹងជាការហើយរីឯកងម៉ារីនទាំងអស់កំពុងតែទម្រាបជួរគ្នាដើម្បីចេញប្រតិបត្តិការយើងឃើញថាវងម៉ារីនមិនទាន់បានចូលទៅផងក៏ស្ទើរតែមាននៅសាស៊ី King យ៉ាងច្រើនចេញមកឡំពាត់ពួកគេតែម្ដងសំណាងហើយដែលប្រព័ន្ធការពារនៅលើកោ A-Head មានច្រើនទម្រង់បើមិនដូច្នោះនោះទេច្បាស់ជាពិបាកឲ្យទៅកាន់ក្រុមរបស់ Luffy អំឡុងពេលហ្នឹងផងដែរ Kizaru ក៏បានប្រើប្រាស់ជាមួយនឹងធម៌ពលពន្លឺរបស់គេបាញ់ប្រហារទៅខាងមុខដែលក្បាច់របស់ Kizaru នេះផងដែរគឺគេប្រើប្រាស់ពន្លឺនឹងជាមួយនឹងរូបកាយរបស់គេទៅកាន់ខាងមុខតែម្ដងឃើញបែបនេះ Shintomaru គឺមិនបានឈរអបដៃមើលទៀតនោះទេគេក៏បានបញ្ជាទៅលើមនុស្សយន្ត Paki Vista ឲ្យបើកការវាយប្រហារតែម្ដងដោយគេគឺនឹងទៅទប់ទល់ជាមួយនឹង Kizaru នោះឯងរីឯមនុស្សយន្ត Paki Vista វិញក៏បានស្ដាប់បញ្ជារបស់គេផងដែរ Shintomaru ក៏បានប្រើប្រាស់ជាមួយនឹងក្បាច់ Defense ក្នុងការរារាំងនៅដំណើររបស់ Kizaru នោះឯងដែលការប៉ះទង្គិចរបស់អ្នកទាំងពីរគឺបានធ្វើឲ្យធម្មពលផ្ទុះយ៉ាងពេញនឹងតែម្ដងដែលធម្មពលនេះផងដែរវាក៏បានធ្វើឲ្យអ្នកទាំងអស់គ្នាគឺបានឃើញនៅពេលដែលបានឃើញថាធម្មពលនោះគឺជាធម្មពលពន្លឺអ្នកទាំងអស់គ្នាគឺបានដឹងថានោះគឺជា Kizaru រីឯ Luffy វិញគាត់គឺបានបែកញើសព្រោះគាត់គឺមានអារម្មណ៍ថាជើងខ្លាំងកំពុងតែមកកាន់ទីនេះអូខេចំពោះសេះរឿងរបស់យើងក្នុងអេផ isode មួយហ្នឹងក៏បានជាមកដល់ទីបញ្ចប់ដូចគ្នាអញ្ចឹងបើគ្នាយ៉ាងណាចង់ page ជាតែក៏ឆ្មាតមានអីគឺអាច scan និង QR code នេះបានអត់មានអត់ប្រកាន់ទេជាចុងក្រោយមានអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្របើសិនបើជាមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនាមានក៏សូមអភ័យទោសគណៈពេលនឹងពេលមានជម្រាបលាបាយបាយ